ភាគីថៃនៅមានគន្លឹះឥទ្ធិពលមួយចំនួនដែលអាចទប់ស្កាត់រដ្ឋាភិបាលត្រកូលហ៊ុនកុំឲ្យដាក់បណ្ដឹងសំណុំរឿង4ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុខ3ទៅតុលាការយុត្តិធម៌អន្តរជាតិនៅឡើយទេគ្រាន់តែថាតើភាគីថៃសម្រាប់ចិត្តប្រើគន្លឹះទាំងនោះដែរឬក៏អត់តែប៉ុណ្ណោះយ៉ាងណាប្រសិនបើមានការសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលត្រកូលហ៊ុនមិនប្តឹងសំណុំរឿងទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិទេនោះមិនមែនជាលទ្ធផលចេញពីការចរចាផ្លូវការនៃគណៈកម្មការកិច្ចការព្រំដែនរបស់រដ្ឋាភិបាលត្រកូលហ៊ុនជាមួយគណៈកម្មការកិច្ចការព្រំដែនភាគីថៃឡើយក៏ប៉ុន្តែគឺជាលទ្ធផលនៃការសន្យាស្ងាត់ក្នុងកិច្ចប្រជុំបិទទ្វារនៃតំណាងគណៈកម្មការទាំងពីរជាពិសេសគឺជាលទ្ធផលដែលចេញពីការស្វាស្វែងរបស់តំណាងគណៈកម្មការកិច្ចការព្រំដែនភាគីថៃរកការជួបជជែកគ្នាស្ងាត់ជាមួយក្រុមមេដឹកនាំរដ្ឋាភិបាលត្រកូលហ៊ុនជាពិសេសលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅយប់ថ្ងៃសៅរ៍ទី14ខែមិថុនាហ្នឹងគន្លឹះឥទ្ធិពលមួយចំនួនដែលភាគីថៃអាចប្រើប្រសិនបើគេសម្រេចចិត្តប្រើខ្ញុំសូមនិយាយតែមួយទេក្នុងគណៈកម្មការកិច្ចការព្រំដែនភាគីថៃច្បាស់ជាមានតំណាងពួកយោធាបើមានការជួបជជែកគ្នាស្ងាត់របស់ពួកគេជាមួយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅយប់ថ្ងៃសៅរ៍ទី14ខែមិថុនាមែនណាហើយតំណាងពួកយោធាសន្យាប្រកាសប្រជាជាមួយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតថាពួកយោធាថៃនឹងមិនទម្លាក់អំណាចរដ្ឋាភិបាលត្រកូលថាក់ស៊ីននៅថៃទេនោះរដ្ឋាភិបាលត្រកូលហ៊ុននៅកម្ពុជានឹងលាបសម្ដីរបស់ខ្លួនក្បត់ការសន្យាជាមួយប្រជាពលរដ្ឋខ្មែរដោយមិនដាក់សំណុំរឿងទាំង4ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុខ3ទៅតុលាការយុត្តិធម៌អន្តរជាតិឡើយពីព្រោះការកំញើញប្តឹងម្ដងហើយម្ដងទៀតរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទាំងគ្មានឆន្ទៈប្តឹងផងនោះពួកគាត់គ្មានបំណងការពារទឹកដីនៃប្រទេសកម្ពុជាទេក៏ប៉ុន្តែគោលដៅធំរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតគឺដើម្បីការពារអំណាចរដ្ឋាភិបាលត្រកូលថាក់ស៊ីននៅថៃកុំឲ្យពួកយោធាទម្លាក់ដោយការធ្វើរដ្ឋប្រហារតែប៉ុណ្ណោះក៏ប៉ុន្តែប្រសិនបើពួកយោធាសន្យាច្បាស់ហើយថាពួកគេនឹងរក្សាអំណាចរដ្ឋាភិបាលត្រកូលថាក់ស៊ីននោះលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រកាសជាដកថយលែងដាក់សំណុំរឿងទាំង4ទៅតុលាការយុត្តិធម៌អន្តរជាតិប្រសិនបើបងប្អូនតាមដានឃើញថារដ្ឋាភិបាលត្រកូលហ៊ុនដាក់ពាក្យបណ្ដឹងសំណុំរឿងទាំង4ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅតុលាការយុត្តិធម៌អន្តរជាតិជាផ្លូវការហើយណានោះមានន័យច្បាស់ណាស់ថារដ្ឋាភិបាលត្រកូលហ៊ុនផ្សះផ្សាជាមួយពួកយោធាថៃមិនបានទេនៅក្នុងការថែរក្សាអំណាចរដ្ឋាភិបាលត្រកូលថាក់ស៊ីនដែលជាសម្ព័ន្ធមិត្តចាក់ទឹកបន្លិចជាមួយរដ្ឋាភិបាលត្រកូលហ៊ុនហើយរដ្ឋាភិបាលត្រកូលថាក់ស៊ីនប្រឈមនឹងការធ្វើរដ្ឋប្រហារដោយពួកយោធាថៃហើយ